សូមប្រយ័ត្នឲ្យមែនទែនត្រូវដឹងអំពីល្បិចរបស់ចៅហត់ទឹកសម្លឹងការចូលខ្លួនដោះស្រាយជាមួយនឹង UN Clause ក៏ពិតមែនប៉ុន្តែមានគោលបំណងចង់គំរាមកម្ពុជាមិនឲ្យនិយាយចរចាអំពីការបែងចែកធនធានក្រោមបាតសមុទ្រតើរឿងនេះវាយ៉ាងណាទៅវិញសូមបងប្អូនប្រិយមិត្តទេសនិកជនជាពិសេសជនជាតិខ្មែរទាំងអស់ត្រូវតែដឹងត្រូវតែតាមដានត្រូវតែស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាឲ្យបានដល់ចប់ដើម្បីយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពព្រំដែនសមុទ្រកម្ពុជាបាននឹងកំពុងតែរៀបចំនៃការដោះស្រាយក្រោមអនុសញ្ញា UN Clause របស់អង្គការសហប្រជាជាតិដែលកំពុងតែដំណើរការទាំងភាគីកម្ពុជានិងភាគីថៃកាលពីថ្ងៃទី15ខែសីហាឆ្នាំ2026ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃលោកស៊ីហាស័កភួងកេតកែវបានចេញមុខប្រកាសបង្ហាញអំពីជំហរផ្លូវការនិងវឌ្ឍនភាពនៃការបង្កើតគណៈកម្មការសម្របសម្រួលក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ UN Clause ឆ្នាំ1982ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្ររវាងថៃនិងកម្ពុជាលោកស៊ីហាស័កបានបញ្ជាក់ថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមនៅក្នុងវេទិកាមួយនេះហើយមិនមានការភ័យខ្លាចនោះឡើយបន្ទាប់ពីសមាជិកគណៈកម្មការសម្របសម្រួលត្រូវបានរៀបចំឡើងយ៉ាងពេញលេញលោកបានសម្ដែងទំនុកចិត្តយ៉ាងខ្លាំងទៅលើប្រធានសម្របសម្រួលជនជាតិអូស្ត្រាលីគឺលោកស្រី Katrina Cooper ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការដោយចាត់ទុកលោកស្រីជាអ្នកជំនាញលំដាប់ពិភពលោកផ្នែកច្បាប់អន្តរជាតិនិងការទូតទោះជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់អំពីគោលជំហរដ៏រឹងមាំរបស់ថៃថាដំណើរការត្រូវតែផ្ដោតទៅលើការកំណត់និងការខ័ណ្ឌសីមាព្រំដែនសមុទ្រតែមួយមុខប៉ុណ្ណោះដោយបដិសេធមិនឲ្យភាគីកម្ពុជាលើកយកប្រធានបទនៃការចែករំលែកធនធានក្រោមបាតសមុទ្រមកពិភាក្សានៅក្នុងយុត្តាធិការ UN Clause នេះឡើយលោកបន្ថែមថាថៃនៅចង់ចរចាទ្វេភាគីដោយផ្ទាល់ជាមួយនឹងកម្ពុជាដើម្បីបែងចែកធនធានប្រេងនិងឧស្ម័នហើយសេចក្តីសន្និដ្ឋានអំពី UN Clause នឹងមិនមានកាតព្វកិច្ចច្បាប់តម្រូវឲ្យថៃត្រូវតែអនុវត្តតាមនោះទេឆ្លើយតបទៅនឹងការវិវត្តនៃយន្តការអន្តរជាតិនេះកាលពីថ្ងៃទី14ខែសីហាឆ្នាំ2026ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការសម្របសម្រួលផងដែរកម្ពុជាបានគូបញ្ជាក់ថានេះគឺជាជំហានឆ្ពោះទៅដ៏សំខាន់បំផុតនៅក្នុងដំណើរសម្របសម្រួលដែលកម្ពុជាជាអ្នកផ្ដួចផ្ដើមបង្កើតឡើងចាប់តាំងពីថ្ងៃទី2ខែមិថុនាឆ្នាំ2026មកម្លេះកម្ពុជាមានទំនុកចិត្តយ៉ាងមុតមាំថាដំណើរការនៃការសម្របសម្រួលតាមផ្លូវច្បាប់នេះនឹងបង្កើតឲ្យមានឱកាសនៅក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រព្រមទាំងបើកផ្លូវឲ្យមានការអភិវឌ្ឍធនធានប្រេងនិងឧស្ម័នធម្មជាតិយ៉ាងមហាសាលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា OCA នៅក្នុងពេលដំណាលគ្នារាជរដ្ឋាភិបាលកម្ពុជាបានអះអាងអំពីការបដិញ្ញាចិត្តយ៉ាងពេញលេញនៅក្នុងការដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបន្តដាក់ជំនឿយ៉ាងមុតមាំទៅលើវិធីសាស្ត្រសម្របសម្រួលជាកាតព្វកិច្ចក្រោមឆ័ត្រ UN Clause ផ្អែកទៅលើឯកសារផ្លូវការរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាល PCA ដែលមានទីស្នាក់ការនៅទីក្រុងឡាអេចុះថ្ងៃទី14ខែសីហាឆ្នាំ2026ដំណើរការនៃការរៀបចំគណៈកម្មការសម្របសម្រួលនេះត្រូវបានធ្វើឡើងដោយស្មារតីនៃឧបសម្ព័ន្ធ V នៃអនុសញ្ញា UN Clause កាលពីថ្ងៃទី13ខែសីហាឆ្នាំ2026សមាជិកគណៈកម្មការដែលជ្រើសតាំងដោយភាគីទាំងពីររួមមានលោក Peter Taxo Jensen មកពីប្រទេសដាណាម៉ាកនិងលោក Jean-Marc Thauvin មកពីប្រទេសបារាំងជ្រើសតាំងដោយកម្ពុជាព្រមទាំងលោក Albert Hoffman មកពីអាហ្វ្រិកខាងត្បូងនិងលោក Rudiger Wolfram អាល្លឺម៉ង់ដែលជ្រើសតាំងដោយភាគីថៃបានប្រជុំពិភាក្សានិងព្រមព្រៀងគ្នាតែងតាំងលោកស្រី Katrina Cooper មកពីប្រទេសអូស្ត្រាលីជាប្រធាននៅក្នុងដំណើរការក្តីនេះកម្ពុជាបានតែងតាំងលោកស្រីប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសជាតំណាងពិសេសនិងលោកឡាំជាតំណាងរងខណៈដែលភាគីថៃតែងតាំងលោកស៊ីហសភូមិកេតកែវជាតំណាងពិសេសនិងលោកសុងឆៃឆាភេតយុទ្ធជាតំណាងរង
ទំនាក់ទំនងរវាងសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរបានស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីការខុសគ្នាទៅលើគោលបំណងនិងយុទ្ធសាស្ត្រនៅក្នុងការដោះស្រាយជម្លោះខាងភាគីថៃព្យាយាមកម្រិតដែនសមត្ថកិច្ចនៃគណៈកម្មការសម្របសម្រួលឲ្យត្រឹមតែជាការខណ្ឌសីមាព្រមទាំងចាត់ទុកនៅអនុសាសន៍និងចេញមកថាគ្រាន់តែជាគោលការណ៍ណែនាំមិនមានកាតព្វកិច្ចនិងព្យាយាមរញ៉េរញ៉ៃទាញការបែងចែកធនធានប្រេងឲ្យត្រឡប់ទៅរកការចរចាទ្វេភាគីវិញផ្ទុយទៅវិញភាគីកម្ពុជាបានប្រកាន់ជំហរច្បាស់លាស់ដោយភ្ជាប់ការដោះស្រាយព្រំដែនទឹកនិងការទាញយកផលប្រយោជន៍ធនធានធម្មពលក្រោមបាតសមុទ្រដើរទន្ទឹមគ្នាក្រោមយន្តការច្បាប់អន្តរជាតិ UNCLOS ដើម្បីធានាសន្តិសុខធម្មពលនៅក្នុងតំបន់កម្ពុជាបានបង្ហាញភាពចាស់ទុំផ្នែកការទូតដោយជ្រើសរើសយកផ្លូវច្បាប់អន្តរជាតិធ្វើជាបង្អែកយ៉ាងរឹងមាំខណៈដែលថៃបង្ហាញភាពស្ទាក់ស្ទើរនៅក្នុងការទទួលយកលទ្ធផលជាកាតព្វកិច្ចការប្រជុំមុខដាក់គ្នាផ្នែកនយោបាយនិងការទូតនេះកំពុងតែជំរុញឲ្យដំណើរការសម្របសម្រួលអន្តរជាតិឈានចូលដល់ដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយគណៈកម្មការសម្របសម្រួលដែលមានសមាជិកភាពអ្នកជំនាញច្បាប់កម្ពុជាទាំង5រូបត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមកិច្ចប្រជុំនីតិវិធីដំបូងបង្អស់របស់ខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយតុលាការ PCA នឹងធ្វើជាលេខាធិការដ្ឋានសម្របសម្រួលរាល់កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅរៀងរាល់1ឬក៏2ខែម្ដងការប្រកាន់ជំហររៀងៗខ្លួនរបស់ប្រទេសទាំងពីរនឹងធ្វើឲ្យជំនួបចរចានាពេលខាងមុខនេះមានភាពក្តៅគគុកខ្លាំងគណៈពិភពលោកនិងសហគមន៍អន្តរជាតិកំពុងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើលទ្ធផលនៃការសម្របសម្រួលមួយនេះកម្ពុជានៅតែបន្តបង្ហាញទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌អន្តរជាតិដើម្បីការពារអធិបតេយ្យភាពនិងផលប្រយោជន៍របស់ជាតិជាការវិភាគលម្អិតទៅលើស្ថានភាពចំនួនព្រំដែនសមុទ្រកម្ពុជានិងថៃកាលដែលភាគីថៃបានចេញមុខមកអះអាងថាខ្លួនមិនភ័យខ្លាចប៉ុន្តែរារាំងមិនឲ្យលើកយកប្រធានបទបែងចែកធនធានក្រោមបាតសមុទ្រមកពិភាក្សានៅក្នុងយន្តការ UNCLOS វាបង្ហាញអំពីល្បិចកលហត់ទឹកសម្លង្កានិងការភ័យព្រួយបារម្ភផ្នែកច្បាប់របស់ប្រទេសថៃយើងដឹងច្បាស់ហើយថាប្រសិនបើការបែងចែកធនធានត្រូវតែធ្វើក្រោមបទដ្ឋានច្បាប់អន្តរជាតិ UNCLOS ថៃអាចនឹងខាតបង់ប្រៀបជាងការចរចាទ្វេភាគីដោយផ្ទាល់ដែលថៃអាចប្រើប្រាស់ផ្នែកទំហំសេដ្ឋកិច្ចនិងយោធាដើម្បីដាក់សម្ពាធមកលើប្រទេសកម្ពុជាការដែលកម្ពុជាចាប់ផ្ដើមចំណាត់ការតាមច្បាប់ឧបសម្ព័ន្ធវីនៃ UNCLOS គឺជាយុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃនៅក្នុងការនាំយកចំនួន OCA ចេញអំពីការគៀបសង្កត់ទ្វេភាគីមកដាក់លើតុច្បាប់អន្តរជាតិដែលមានតម្លាភាពការអះអាងរបស់ថៃថាសេចក្តីសន្និដ្ឋានមិនមានកាតព្វកិច្ចផ្លូវច្បាប់គ្រាន់តែជាការការពារប្រជាប្រិយភាពនយោបាយផ្ទៃក្នុងប៉ុន្តែលើឆាកអន្តរជាតិអនុសាសន៍ផ្លូវការពីគណៈកម្មការ PCA នឹងក្លាយទៅជាសម្ពាធការទូតដ៏ធ្ងន់ធ្ងរដែលថៃមិនអាចមើលរំលងបានឡើយអរគុណបងប្អូនប្រិយមិត្តទេសនិកជនដែលបានចំណាយពេលតាមដានទេសនាតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថានេះគឺជាព័ត៌មាននិងជាគំនិតទស្សនៈមួយដើម្បីឲ្យបងប្អូនប្រជាជនកម្ពុជាឲ្យបានយល់ដឹងអំពីផែនការអាក្រក់របស់ថៃនៅក្នុងការប្រើប្រាស់ល្បិចកលគ្រប់បែបយ៉ាងដើម្បីមានចេតនាបង្អាក់នូវសកម្មភាពនៃការដោះស្រាយតាមយន្តការច្បាប់សមុទ្រមួយនេះទៀតហើយដូច្នេះយើងនៅតែបន្តរងចាំតាមដានទាំងអស់គ្នាថាតើដំណើរការមួយនេះនឹងអភិវឌ្ឍទៅដោយរបៀបណានៅពេលដែលមានព្រឹត្តិការណ៍ព័ត៌មានអាប់ដេតពីភាគីថៃនិងកម្ពុជាជាបន្តបន្ទាប់យើងនឹងលើកយកព្រឹត្តិការណ៍ព័ត៌មាននេះយកមកចែករំលែកនៅក្នុងវីដេអូក្រោយពេញចិត្តវីដេអូបងប្អូនកុំភ្លេច like comment និង share ទៅកាន់បណ្ដាញសង្គមម្នាក់មួយចង់បានព្រឹត្តិការណ៍ព័ត៌មានបន្ថែមគ្រាន់តែចុច subscribe លើ channel ចង់ដឹងទីជាការស្រេចសូមអរគុណសូមជម្រាបលា